សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយនៅក្នុងវីដេអូនេះយើងនឹងធ្វើការសម្រាយទៅកាន់រឿងថ្មីមួយទៀតដែលមានចំណងជើងថា The Equalizer វគ្គទី1រឿងនេះគឺនិយាយអំពីខ្សែជីវិតរបស់បុរសម្នាក់ជាអតីតមេបញ្ជាការភ្នាក់ងារពិសេសនៅក្នុងអង្គភាព CIA ដែលបានធ្វើការក្លែងបន្លំតែខ្លួនឯងនឹងគឺបានស្លាប់នៅក្នុងបេសកកម្មដើម្បីតែអាចរស់នៅក្នុងជីវភាពសាមញ្ញធម្មតាដូចគេដូចឯងប៉ុន្តែវាផ្ទុយពីការរំពឹងទុកគាត់ស្រាប់តែបានលះបង់ជីវិតបន្ទាប់ពីការចូលនិវត្តន៍របស់គាត់ដើម្បីជួយសង្គ្រោះក្មេងស្រីម្នាក់ព្រមទាំងបានរកឃើញចំណងចង់បានយុត្តិធម៌របស់គាត់នឹងបានភ្ញាក់ឡើងមកវិញបន្ទាប់ពីបានប្រឈមមុខដោយផ្ទាល់ជាមួយសមាជិក Mafia ជនជាតិរុស្ស៊ីដ៏សាហាវឃោឃៅមួយក្រុមដូច្នេះដើម្បីកុំឲ្យគ្នាយើងទន្ទឹងរង់ចាំយូរនឹងចង់ដឹងថាតើបរិសម្នាក់នោះអាចប្រយុទ្ធតទល់ជាមួយនឹងក្រុម Mafia ជនជាតិរុស្ស៊ីដ៏សាហាវឃោឃៅនិងអាចជួយសង្គ្រោះក្មេងស្រីម្នាក់នោះបានដែរឬក៏អត់តោះយើងទៅស្ដាប់ការសម្រាយសាច់រឿងលម្អិតជាមួយនឹង admin ទាំងអស់គ្នាសាច់រឿង The Equalizer នៅវគ្គទី1នេះគឺនិយាយអំពីដំណើរជីវិតរបស់បរិសម្នាក់ឈ្មោះថា Robert ដែលកំពុងតែរស់នៅក្នុងទីក្រុង Boston សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ Robert គឺធ្វើការនៅក្នុងហាងលក់គ្រឿងបន្លាស់មួយកន្លែងឈ្មោះថា Homemart ហើយគាត់នឹងគាត់ជាមនុស្សធម្មតាម្នាក់ដែលរស់នៅក្នុងជីវភាពសាមញ្ញដូចគេដូចឯងនៅកន្លែងធ្វើការ Robert បានរាប់អានគ្នាជាមួយមិត្តរួមការងាររបស់គាត់ដែលជាបុរសមានសាច់ម្នាក់ឈ្មោះថា Ralphie ហើយ Ralphie ឥឡូវហ្នឹងកំពុងតែស្ថិតនៅក្នុងកម្មវិធីសម្រកទម្ងន់ដើម្បីចូលរួមការប្រឡងជ្រើសសន្តិសុខដែលជាការងារក្នុងក្តីស្រមៃរបស់គាត់ដើម្បីអាចទទួលបានជោគជ័យក្នុងការសម្រកទម្ងន់ Robert បានណែនាំ Ralphie ឲ្យជៀសវាងការញ៉ាំអាហារមានជាតិកាបូនហីដ្រាតខ្ពស់ហើយជំនួសមកវិញនៅការញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃឲ្យបានច្រើន Robert ជាប្រភេទមនុស្សដែលមានអនាម័យខ្ពស់មមាញឹកនិងមានវិន័យខ្លាំងមែនទែនក្នុងការបំពេញសកម្មភាពគ្រប់បែបយ៉ាងក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ហើយគាត់ក៏មានទម្លាប់ក្នុងការគណនាថាតើសកម្មភាពមួយមុខដែលគាត់បានបំពេញនោះចំណាយពេលអស់ប៉ុន្មានដោយប្រើនាឡិកាកំណត់ពេលវេលាដែលពាក់ជាប់នឹងដៃរបស់គាត់ផងដែរយប់ឡើង Robert តែងតែចំណាយពេលអានសៀវភៅនៅក្នុងអាហារដ្ឋានមួយកន្លែងដែលគាត់បានបង់លុយប្រចាំខែធ្វើជាសមាជិកហើយនៅទីនោះ Robert តែងតែយកកញ្ចប់តែនិងសម្ភារៈញ៉ាំអាហារមានស្លាបព្រាសមជាប់មកជាមួយដោយខ្លួនឯងផងដែរទម្លាប់មួយទៀតរបស់ Robert គឺគាត់តែងតែសម្អាតភស្តុតាងនៅទីតាំងញ៉ាំអាហាររបស់គាត់តាមរយៈការរៀបចំក្រដាសជូតមាត់ស្លាបព្រាសមនៅលើតុដើម្បីឲ្យប្រាកដថាតុគឺមានសភាពស្អាតហើយស្លាបព្រាសមគឺស្ថិតនៅទីតាំងដែលត្រឹមត្រូវបរិយាកាសនៅក្នុងអាហារដ្ឋាននៅយប់នោះគឺមិនសូវជាមានសភាពអ៊ូអរប្រមាណទេគឺមានអតិថិជនតែ2 3នាក់ប៉ុណ្ណោះរួមទាំងក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា Alina ដែលបាននិយាយរាក់ទាក់ជាមួយ Robert ព្រមទាំងបានសួរនាំអំពីខ្លឹមសារនៅក្នុងសៀវភៅដែល Robert កំពុងតែអានផងដែរមិនយូរប៉ុន្មាន Alina បាននិយាយលេងគ្នាជាមួយនឹង Robert និងបានចាក់ចេញពីក្នុងអាហារដ្ឋានបន្ទាប់មកក៏បានហៅតាក់ស៊ីជិះចាក់ចេញពីកន្លែងនឹងទៅបាត់នៅថ្ងៃបន្ទាប់ Robert បានត្រឡប់មកបំពេញសកម្មភាពប្រចាំថ្ងៃរបស់គាត់ដូចធម្មតាគឺទៅធ្វើការនៅ Homemart និយាយគ្នាលេងជាមួយ Ralphie និងមិត្តរួមការងារផ្សេងទៀតបន្ទាប់មកត្រឡប់មកផ្ទះវិញសម្អាតសម្ភារៈនៅក្នុងផ្ទះព្រមទាំងមកអានសៀវភៅនិងញ៉ាំអាហារពេលល្ងាចនៅក្នុងអាហារដ្ឋានបង់ខែរបស់គាត់ដោយសមមួយដងបន្ទាប់ពី Robert អង្គុយអានសៀវភៅបានមួយសន្ទុះយើងក៏បានឃើញថា Alina បាននឹងកំពុងតែដើរចូលមកក្នុងអាហារដ្ឋានជាមួយសម្លៀកបំពាក់ដែលមានសាច់ក្រណាត់ទន់ព្រមជាមួយនឹងការផាត់មុខបែបក្រាស់ៗនៅពេលដែល Alina កំពុងតែរៀបចំកំងភេសជ្ជៈដើម្បីញ៉ាំនឹងរំពេញនោះទូរស័ព្ទរបស់នាងក៏ស្រាប់តែបានរោឡើងដែលវាគឺត្រូវបានតាក់ទងមកដោយមេរបស់នាងនៅកន្លែងហ្នឹងយើងក៏បានដឹងថាតាមពិតទៅ Alina នឹងគឺជាក្មេងស្រីរកស៊ីបម្រើសេវាធ្វើការដោយប្រើឈ្មោះខាងក្រៅហៅថា Terry ព្រមទាំងស្ថិតក្រោមការគ្រប់គ្រងរបស់ Mafia ជនជាតិរុស្ស៊ីម្នាក់ឈ្មោះថា Slavy យប់នោះ Alina ត្រូវបានគេតម្រូវឲ្យបម្រើសេវាជូនភ្ញៀវម្នាក់ដែលបានយកឡានមកចាំទទួលយកនាងដល់មុខអាហារដ្ឋានពេលកំពុងនិយាយទូរស័ព្ទ Alina បានព្យាយាមគេចវេះពីការងាររបស់នាងដោយបានបញ្ចុះបញ្ចូល Slavy ដើម្បីកុំឲ្យនាងត្រូវបម្រើសេវាជូនអតិថិជនដោយសារតែបរិសុទ្ធដែលជាអតិថិជនម្នាក់ហ្នឹងគឺតែងតែធ្វើការវាយដំមកលើរាងកាយរបស់នាងជារឿយៗប៉ុន្តែ Slavy មិនខ្វល់ខ្វាយអំពីហេតុផលមួយនេះឡើយគេនៅតែបន្តបញ្ជា Alina ឲ្យទទួលការងារមួយនេះឲ្យខាងតបានលើសពីនេះ Slavy ថាតបានរំលឹកទៅកាន់ Alina ថានាងគឺនៅជំពាក់លុយជំពាក់បំណុលរបស់គេព្រមទាំងបានគំរាមសម្លាប់នាងផងដែរបន្ទាប់ពីទទួលនៅការគំរាមកំហែង Alina គឺមិនមានជំរឿអ្វីក្រៅពីការធ្វើតាមបញ្ជារបស់ Slavy ឡើយដូច្នេះហើយ Alina ក៏បានចាក់ចេញពីអាហារដ្ឋានដើរសម្ដៅមកកាន់បរិសម្នាក់ដែលកំពុងតែចាំទទួលនាងនៅខាងក្រៅដើម្បីចាក់ចេញទៅជាមួយគ្នាខណៈដែល Robert ឯណោះវិញក៏បានអង្កេតមើលនៅរាល់សកម្មភាពរបស់ Alina ដោយមិនដាក់ភ្នែកផងដែរនៅថ្ងៃបន្ទាប់ Robert បានមកកំដរ Ralphie ដែលកំពុងតែធ្វើលំហាត់ប្រាណទៅលើរាងកាយដើម្បីសម្រកទម្ងន់ក្នុងគោលបំណងដដែលទេគឺដើម្បីឲ្យគាត់នឹងអាចចូលរួមក្នុងការប្រឡងជ្រើសសន្តិសុខបើទោះជា Ralphie មើលទៅហាក់ដូចជាមានសភាពយ៉ាប់យ៉ឺននិងស្ទើរតែបោះបង់ចោលដោយសារតែមិនអាចស៊ូទ្រាំជាមួយកម្មវិធីវឹកហាត់បានក៏ដោយ Robert គឺនៅតែបន្តលើកទឹកចិត្តព្រមទាំងបានផ្ដល់ជំនួយលើគ្រប់មធ្យោបាយចេញពីបេះដូងរបស់គាត់ដើម្បីឲ្យ Ralphie អាចបំពេញក្តីស្រមៃក្នុងការក្លាយជាសន្តិសុខរបស់គាត់ខ្សែរឿងបានកាត់ទៅមួយរយៈពេលកន្លងផុតទៅ Robert គឺនៅតែបន្តបំពេញសកម្មភាពប្រចាំថ្ងៃរបស់គាត់ដោយសមមួយដងរួមទាំងការទៅញ៉ាំអាហារក៏ដូចជាការចំណាយពេលអានសៀវភៅនៅក្នុងអាហារដ្ឋានបង់ខែរបស់គាត់នៅយប់នោះយើងឃើញថា Alina នឹងគឺបានមកដល់ក្នុងអាហារដ្ឋានមុនគាត់បាត់ទៅហើយបន្តិចក្រោយមក Alina ក៏ស្រាប់តែបានដើរចូលមករក Robert ដែលកំពុងអង្គុយនៅចំណុចកាច់ជ្រុងដែលជាទីតាំងតុសំណប់ចិត្តរបស់គាត់ព្រមទាំងបានសុំការអនុញ្ញាតមុននឹងធ្វើការអង្គុយចុះនៅទីនោះចំណែក Robert គាត់ក៏បានអនុញ្ញាតឲ្យ Alina នឹងអង្គុយកំដរដែលក្រោយមកគាត់ក៏បានកត់សម្គាល់ឃើញស្នាមរបួសនៅលើមុខដ៏ស្រស់ស្អាតរបស់នាងបន្ទាប់ពីជជែកគ្នាបានមួយសន្ទុះ Robert ក៏បានរកឃើញ
ឃើញថាអាលីណាត្រូវបានគេបង្ខំឲ្យធ្វើការឲ្យស្លាវីដោយសារតែបញ្ហាបំណុលគណៈដែលក្តីស្រមៃពិតប្រាកដរបស់នាងនឹងគឺចង់ក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញមួយរូបអាលីណាក្រោយមកបានឲ្យ CD មកប្រទះទៅកាន់ Robert ដែលនៅក្នុងនោះគឺមានផ្ទុកនូវចម្រៀងមួយបទដែលនាងបានថតនិងច្រៀងដោយផ្ទាល់មាត់ចំណែក Robert គាត់គឺមានការរីករាយខ្លាំងមែនទែនបន្ទាប់ពីទទួលបានកាដូមួយនេះព្រមទាំងបានសន្យាជាមួយអាលីណាថាគាត់នឹងស្ដាប់វាឲ្យចប់បន្ទាប់ពីចំណាយពេលជជែកគ្នាយ៉ាងចុះសម្រុងនៅក្នុងអាហារដ្ឋាន Robert ក៏បានសម្រេចចិត្តកំដរអាលីណានឹងត្រឡប់ទៅផ្ទះរបស់នាងវិញដែលថ្មើរជើងពួកគេបានបន្តដើរបណ្ដាលជជែកគ្នាបណ្ដាលរហូតទាល់តែមានឡានមួយបានឈប់នៅពីមុខពួកគេហើយបរិសម្នាក់ដែលមិនមាននរណាក្រៅអំពីស្លាវីនោះទេគឺបានដើរចេញពីក្នុងឡានសម្ដៅមករកអាលីណាបន្ទាប់មកស្លាវីក៏ស្រាប់តែបានផ្ទះអាលីណាមួយកំភ្លៀងនៅបានបន្តច្បាច់កអាលីណាក៏ហេតុផលថានាងគឺបានធ្វើឲ្យអតិថិជនខកចិត្តការប្រយុទ្ធមិញរហូតឈានទៅដល់ការទាមទារសងជំងឺចិត្តពីស្លាវីបន្ទាប់ពីឃើញទៅនេះ Robert គឺបំរុងនឹងជួយអាលីណាទៅហើយក៏ស្រាប់តែស្លាវីនឹងបានគំរាមថាកុំឲ្យចូលមកពាក់ព័ន្ធក្រោយមកស្លាវីថែមតែបានឲ្យនាមបបានរបស់គេទៅ Robert ដែលបានប្រាប់គាត់ថាអាចតាក់ទងមករកគេបានបើថ្ងៃណាគាត់ត្រូវការនារីក្មេងៗយកមកកំដរហើយបន្ទាប់ពីនិយាយចប់ស្លាវីក៏បាននាំអាលីណាចាក់ចេញទៅបាត់សមោសុនជើងទៅនៅថ្ងៃបន្ទាប់ Robert គឺមិនដែលបានឃើញអាលីណានៅបង្ហាញមុខនៅក្នុងអាហារដ្ឋានបងខែតទៅទៀតឡើយរហូតតទៅយប់មួយបុគ្គលិកនៅក្នុងអាហារដ្ឋានបានប្រាប់ទៅកាន់ Robert ថាអាលីណាត្រូវបានគេវាយយ៉ាងដំណំនិងកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងបន្ទាប់ពីទទួលបានដំណឹងមួយនេះ Robert ក៏បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យនិងបានឃើញថាអាលីណាកំពុងតែដេកស្លាប់នៅលើគ្រែរីឯមុខមាត់របស់នាងវិញគឺពោពេញទៅដោយស្នាមរបួសនារីម្នាក់ដែលត្រូវជាមិត្តរួមការងាររបស់អាលីណាឈ្មោះថា Mandy ដែលកំពុងតែមានវត្តមាននៅទីនោះស្រាប់បានប្រាប់ Robert ថាអាលីណាត្រូវបានវាយដំច្រំធាក់ដោយស្លាវីក៏ព្រោះតែនាងតែងតែប្រឆាំងនិងមិនព្រមធ្វើតាមបញ្ជារបស់ស្លាវីបន្ទាប់ពីឃើញសភាពដ៏គួរអាណិតក៏ដូចជាទរណភាពរបស់អាលីណាក៏ព្រោះតែនាងតែងតែត្រូវបានអតិថិជននិងចៅហ្វាយនេះវាយធ្វើបាបជាប្រចាំនោះ Robert គឺមានអារម្មណ៍ថាអាណិតអាសូរខ្លាំងមែនទែនដូច្នោះហើយគាត់ក៏បានសម្រេចចិត្តថាគាត់នឹងជួយអាលីណាឲ្យចេញផុតពីបញ្ហានិងស្ថានភាពស្មុគស្មាញដែលនាងកំពុងតែប្រឈមសាច់រឿងបានកាត់និងបានបង្ហាញឲ្យយើងឃើញថាស្លាវីកំពុងតែដើរចូលទៅក្នុងភោជនីយដ្ឋានប្រណិតមួយកន្លែងហើយគេក៏បានបន្តចូលទៅក្នុងការិយាល័យធ្វើការរបស់គេដែលនៅផ្នែកខាងក្នុងនៅទីនោះគឺមានកូនចៅរបស់ស្លាវីប្រមាណជា 2-3 នាក់កំពុងតែអង្គុយរងចាំដើម្បីប្រគល់ប្រាក់ដែលពួកគេប្រមូលបានពីកូនបំណុលឲ្យទៅកាន់ស្លាវីផងដែរហើយបន្តិចក្រោយមក Robert បានដើរចូលមកដល់ក្នុងការិយាល័យរបស់ស្លាវីនិងបានផ្ដល់ឲ្យស្លាវីនូវសាច់ប្រាក់មួយចំនួនក្នុងគោលបំណងដោះដូរយកសេរីភាពរបស់អាលីណាចេញពីការគ្រប់គ្រងរបស់ស្លាវីប៉ុន្តែសំណើរបស់ Robert នឹងក៏ត្រូវបានស្លាវីបដិសេធភ្លាមៗតែម្ដងហើយថែមទាំងបានប្រាប់ថាគេគឺអាចរកប្រាក់បានច្រើនជាងនេះទៅទៀតប្រសិនបើអាលីណាជាសះស្បើយនឹងត្រឡប់មកធ្វើការឲ្យគេដូចដើមក្រោយពីស្លាវីបានតតចោលសំណើរបស់គាត់ Robert ក៏បានយកលុយត្រឡប់មកវិញនិងបានដើរសម្ដៅទៅកាន់មាត់ទ្វារក៏ប៉ុន្តែបន្ទាប់ពីដើរទៅដល់ហ្នឹង Robert គឺមិនបានចាក់ចេញពីការិយាល័យរបស់ស្លាវីភ្លាមៗនោះទេផ្ទុយទៅវិញគាត់បានចាក់សោបិទទ្វារនិងបានបង្វិលរាងកាយរបស់គាត់មកប្រឈមជាមួយនឹងស្លាវីហើយនឹងកូនចៅរបស់គេ Robert បានធ្វើការអង្កេតទៅលើចំនួនមនុស្សដែលនៅក្នុងបន្ទប់ក៏ដូចជាសម្ភារៈដែលនៅទីនោះព្រមទាំងបានធ្វើការប៉ាន់ប្រមាណថាវានឹងចំណាយពេលវេលាគាត់ប្រមាណត្រឹមតែ16វិនាទីប៉ុណ្ណោះក្នុងការសម្លាប់មនុស្សទាំងអស់ដែលមាននៅក្នុងបន្ទប់នេះស្លាវីជាមួយនឹងកូនចៅរបស់គេត្រូវបាន Robert គ្រប់គ្រងនិងសម្លាប់ចោលម្ដងម្នាក់ជាមួយទឹកមុខនឹងណូត្រជាក់ដោយទឹកអម្រឹតហើយនៅក្នុងដំណាក់កាលចុងក្រោយនឹងស្លាវីបានអង្វរ Robert ឲ្យទុកជីវិតឲ្យគេប៉ុន្តែវាបានយឺតពេលទៅហើយក៏ព្រោះតែស្លាវីនឹងបានបដិសេធការផ្ដល់ឲ្យរបស់ Robert នៅដើមជំនួបរបស់ពួកគេបន្ទាប់ពីនេះ Robert បានត្រឡប់ទៅផ្ទះរបស់គាត់វិញនិងបន្តធ្វើសកម្មភាពប្រចាំថ្ងៃរបស់គាត់ដោយធម្មតា Robert ថែមទាំងបានបន្តតាមដានព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍ដែលបានរាយការណ៍អំពីករណីឃាតកម្មលើស្លាវីនិងកូនចៅរបស់គេដែលប៉ូលីសនឹងគឺបានធ្វើការសន្និដ្ឋានថាបណ្ដាលមកពីទំនាស់ផលប្រយោជន៍រវាងក្រុមម៉ាហ្វៀដែលតែងតែកើតឡើងជារឿយៗសាច់រឿងបានកាត់និងបានបង្ហាញនៅបរិសម្នាក់ទៀតឈ្មោះថា Teddy ដែលទើបតែធ្វើដំណើរមកដល់សហរដ្ឋអាមេរិកនិងបានបញ្ញាបន្តដំណើរមកកាន់ទីតាំងដែលស្លាវីត្រូវបានគេធ្វើឃាត Teddy គឺជាមនុស្សចំណិតរបស់បរិសម្នាក់ផ្សេងទៀតឈ្មោះថា Vladimir Pushkin ចៅហ្វាយនេះរបស់ស្លាវីហើយ Teddy នឹងក៏ជាមនុស្សដែលត្រូវបាន Vladimir Pushkin បញ្ជូនមកធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មលើក្រុមរបស់ស្លាវីដើម្បីស្វែងរកអ្នកដែលនៅពីក្រោយខ្នងអំពើឃាតកម្មមួយនេះដោយសារតែធ្លាប់មានបទពិសោធន៍ធ្វើជាសមាជិកនៃកងកម្លាំងប៉ូលីសសម្ងាត់របស់រុស្ស៊ីនិងធ្លាប់ទទួលបានការវឹកហាត់ពិសេសនោះ Teddy គឺអាចសន្និដ្ឋានបានយ៉ាងងាយថាមនុស្សដែលបានសម្លាប់ស្លាវីជាមួយនឹងកូនចៅរបស់គេនឹងមិនមែនជាមនុស្សចៃដន្យនោះទេក៏ប៉ុន្តែគឺជាមនុស្សម្នាក់ដែលត្រូវបានគេបង្វឹកដើម្បីប្រយុទ្ធនិងសម្លាប់តែម្ដងក្នុងពេលដំណើរគ្នានោះដែរ Robert ឯណោះវិញក៏កំពុងតែមានការភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងដំណឹងនៃការលាឈប់របស់ Ralphie ហើយនៅពេលដែល Robert ទៅសួរសុខទុក្ខ Ralphie នៅផ្ទះហ្នឹងក៏បានឃើញថាគេកំពុងតែជួយសម្អាតហាងម្ដាយរបស់គេដែលទំនងជាត្រូវបានដុតបំផ្លាញដោយក្រុមប៉ូលីសពុករលួយមួយក្រុមក៏ព្រោះតែម្ដាយរបស់គេនឹងបដិសេធមិនព្រមបង់ថ្លៃការពារហើយដោយសារតែមូលហេតុហ្នឹងហើយបានជា Ralphie នឹងសម្រេចចិត្តលាឈប់ពីការងារនៅ Hallmark ព្រមទាំងចង់ផ្ដោតពេលវេលាទាំងអស់របស់គាត់ក្នុងការជួយទុកទរៈម្ដាយរបស់គាត់នៅក្នុងហាងវិញតែដល់មកកាត់ទៅពេលយប់ Robert បានសម្រេចចិត្តជួយ Ralphie ដែលគាត់គឺបានដើរតាមក្រុមប៉ូលីសពុករលួយដែលកំពុងតែប្រមូលលុយពីម្ចាស់អាជីវកម្មខ្នាតតូចក្នុងតំបន់ដែល Ralphie កំពុងតែរស់នៅក្រោយមក Robert ក៏បានថតនៅរាល់សកម្មភាពរបស់ប៉ូលីសពុករលួយទាំងអស់នោះបន្ទាប់មកក៏បានចូលទៅនិយាយជាមួយនឹងពួកគេព្រម
មតែបានគម្រាមធ្វើការចែកចាយវីដេអូដែលគាត់ថតបានហ្នឹងបើសិនបើពួកគេមិនព្រមបញ្ឈប់នៅរាល់សកម្មភាពរបស់ខ្លួនក្រុមប៉ូលីសពុករលួយបានព្យាយាមវាយបកក៏ប៉ុន្តែ Robert គឺខ្លាំងជាងនិងលឿនជាងហើយបន្ទាប់ពីត្រូវបាន Robert វាយទ្រាំខ្លួនហ្នឹងក្រុមប៉ូលីសពុករលួយទាំងអស់ហ្នឹងក៏បានសងត្រឡប់នៅអ្វីដែលពួកគេបានយកពីប្រជាជនព្រមទាំងបានបញ្ឈប់នៅរាល់សកម្មភាពប្រមូលប្រាក់ថ្លៃការពាររបស់ពួកគេហើយដោយសារតែម្ដាយរបស់ Rafi ហ្នឹងបានទទួលដើមទុនគ្រប់គ្រាន់សម្រាប់ជួសជុលហាងនិងបើកដំណើរការអាជីវកម្មរបស់គាត់ឡើងវិញហ្នឹងនៅទីបំផុត Rafi ក៏បានត្រឡប់មកធ្វើការនៅ Walmart និងបានបន្តការហ្វឹកហាត់ព្រមទាំងអាចសម្រេចបំណងប្រាថ្នារបស់គាត់ក្នុងការក្លាយជាសន្តិសុខបានដោយជោគជ័យផងដែរងាកទៅ Teddy ឯណោះវិញគេហាក់ដូចជាកំពុងតែសួរចម្លើយជើងកាងមកក្រុមដែលជារឿយៗមានទំនាក់ទំនងអាជីវកម្មជាមួយ Slavi ដែលនៅទីនោះ Teddy ក៏មិនមានការញញឹតបន្តិចសោះឡើយក្នុងការប្រើប្រាស់កម្លាំងបាយដើម្បីទទួលបានព័ត៌មានដែលគាត់ត្រូវការដើម្បីស្វែងរកអ្នកដែលនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើ Slavi និងកូនចៅរបស់គេហើយក្រោយពីមិនទទួលបានលទ្ធផលអ្វីហ្នឹង Teddy បានបន្តការស៊ើបអង្កេតរបស់គេជាមួយនារីបម្រើសេវាដែលត្រូវជាកូនចៅរបស់ Slavi ហើយនៅទីបំផុត Teddy ក៏បានរកឃើញថា Alena គឺជានារីបម្រើសេវាតែម្នាក់គត់ដែលទើបតែមានបញ្ហាជាមួយនឹង Slavi នៅពេលថ្មីៗហ្នឹង Teddy បានមកជួបគ្នាជាមួយនឹង Mandy និងបានធ្វើទណ្ឌកម្មបង្ខំនាងឲ្យផ្ដល់នូវព័ត៌មានទាក់ទងនឹង Alena និងរាល់សកម្មភាពនៃការប្រឆាំងតវ៉ារបស់ Alena ជាមួយនឹង Slavi ចំណែក Mandy គេបានប្រាប់ទៅកាន់ Teddy អំពីបរិសុទ្ធស្បែកខ្មៅម្នាក់ដែលបានមកសួរសុខទុក្ខ Alena នៅក្នុងមន្ទីរពេទ្យហើយបន្ទាប់ពីនោះមក Teddy ក៏បានបញ្ចប់ជីវិតរបស់ Mandy ទៅក្រោយពីទទួលបានព័ត៌មានពី Mandy Teddy បានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅឯមន្ទីរពេទ្យនិងនៅទីតាំងដែល Slavi ត្រូវបានគេធ្វើឃាតដែលនៅទីនោះគេក៏បានរកឃើញវត្តមានរបស់ Robert បើទោះជារូបភាពមានសភាពស្រអាប់បន្តិចក៏ដោយខ្សែរឿងមកកាន់ Robert របស់យើងវិញឥឡូវហ្នឹងគាត់កំពុងតែស្ថិតនៅក្នុងស្ថានភាពអាក្រក់មួយទៀតដែលតម្រូវឲ្យគាត់ទៅធ្វើអន្តរាគមន៍គឺមានបរិបទនេចរម្នាក់ហ្នឹងបានព្យាយាមប្លន់បុគ្គលិកគិតលុយនៅក្នុង Walmart ដែលត្រូវជាមិត្តរួមការងាររបស់ Robert ហើយដោយសារតែនៅពេលហ្នឹងមានមនុស្សច្រើនពេកគឺមានតាំងពីកូនក្មេងកូនអីផងហ្នឹង Robert ក៏បានធ្វើតាមបំណងរបស់ចៅដែលបានផ្ដល់ឲ្យចៅម្នាក់ហ្នឹងនៅចិញ្ចៀនមួយវងដែលជារបស់អ្នកគិតលុយ Robert បានអនុញ្ញាតឲ្យចៅប្លន់ម្នាក់ហ្នឹងចាក់ចេញទៅតាមសម្រួលតែម្ដងមិនមានខាងឃីអីទេតែគាត់គឺបានចងចាំស្លាកលេខរបស់គេនេះច្បាស់ដូចថ្ងៃនៅក្នុងកំឡុងពេលដែលគេបានបើកចាក់ចេញនៅព្រឹកថ្ងៃបន្ទាប់នារីជាបុគ្គលិកគិតលុយហ្នឹងគឺមានការផ្ចាក់ផ្អើលខ្លាំងមែនតើដោយសារតែបានឃើញថាចិញ្ចៀនរបស់នាងដែលត្រូវបានចោលប្លន់យកទៅកាលពីម្សិលមិញហ្នឹងគឺស្ថិតនៅក្នុងប្រអប់ដាក់លុយក្នុងពេលជាមួយគ្នានោះដែរយើងក៏ថែមតែបានឃើញថា Robert ឯណោះវិញក៏កំពុងតែជូតសម្អាតញញួរមួយដែលគាត់បានប្រើប្រាស់ការប្រយុទ្ធមិញដើម្បីសម្ពងទៅលើរាងកាយរបស់ចោលប្លន់ដែលវាមានន័យថា Robert ហ្នឹងឯងគឺជាអ្នកដែលយកចិញ្ចៀនត្រឡប់មកឲ្យ cashier ម្នាក់ហ្នឹងវិញហ្នឹងឯងខ្សែរឿងមកកាន់តែពេលយប់ក្នុងថ្ងៃដដែល Teddy បានមកកាន់ផ្ទះរបស់ Robert និងបានអះអាងថាគេនឹងគឺជាប៉ូលីសដែលកំពុងតែធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មរបស់ Slavi Teddy បន្ទាប់ពីបានសួរនាំអំពីទីតាំងដែល Robert ស្ថិតនៅក៏ព្រោះតែគេនឹងបានរកឃើញថានៅយប់កើតហេតុហ្នឹង Robert ក៏មានវត្តមាននៅក្នុងភោជនីយដ្ឋានដែលជាកន្លែង Slavi និងកូនចៅរបស់គេត្រូវបានគេធ្វើឃាតចំណែក Robert ដែលទទួលបានការវឹកហាត់ឲ្យប្រឈមមុខជាមួយនឹងស្ថានភាពបែបនេះនោះបានឆ្លើយនៅរាល់សំណួររបស់ Teddy ដើម្បីជៀសវាងកុំឲ្យមានការសង្ស័យបន្ទាប់ពីសួរនាំ Robert ចប់ហើយ Teddy ក៏បានលានិងបានចាក់ចេញពីទីនោះភ្លាមៗក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយទាំង Teddy ទាំង Robert សុទ្ធតែបានដឹងថាភាគីទាំងពីរនេះគឺនិយាយកុហកដូចគ្នា Robert អាចទាយដឹងថា Teddy នេះគឺមិនមែនជាប៉ូលីសអីនោះទេហើយ Teddy ឯណោះវិញក៏អាចសន្និដ្ឋានបានថា Robert ហ្នឹងឯងគឺជាមនុស្សដែលនៅពីក្រោយក្នុងការស្លាប់របស់ Slavi ក្រោយពីបានដឹងថាឥឡូវហ្នឹងក្រុមម៉ាហ្វៀជនជាតិរុស្ស៊ីកំពុងតែតាមប្រមាញ់គាត់ Robert ក៏បានរៀបចំផែនការដើម្បីចាកចេញពីផ្ទះរបស់គាត់ភ្លាមៗផងដែរមិនយូរប៉ុន្មាន Teddy បានបញ្ជាឲ្យកូនចៅរបស់គេម្នាក់ហ្នឹងធ្វើការវាយប្រហារទៅលើ Robert ដែលកំពុងតែអង្គុយអានសៀវភៅនៅក្នុងអាហារដ្ឋានបងខែរបស់គាត់ដែលនៅទីនោះ Robert ក៏អាចចាត់ការកូនចៅរបស់ Teddy បានយ៉ាងងាយដូចជាបកចេកបន្ទាប់មក Robert ក៏បានចាក់ចេញពីកន្លែងញ៉ាំអាហារនិងបានប្រទះគ្នាជាមួយ Teddy ដែលកំពុងតែអង្គុយនៅក្នុងឡានដែលនៅទីនោះ Robert ក៏បានថតរូបរបស់ Teddy ជាមួយនឹងកាមេរ៉ាទូរស័ព្ទដៃរបស់គាត់រំពេញនោះ Teddy ជាមួយនឹងកូនចៅរបស់គេនឹងក៏បានបន្តដេញតាម Robert រហូតមកដល់ផ្ទះរបស់គាត់ក៏ប៉ុន្តែនៅពេលដែលមកដល់នោះពួកគេក៏បានឃើញថា Robert គឺមិនមានវត្តមាននៅកន្លែងហ្នឹងឡើយក្នុងកំឡុងពេលនៃការឆែកឆេរផ្ទះក្នុងគោលបំណងស្វែងរកកន្លឹះថាតើ Robert នឹងគឺជានរណាឲ្យប្រកាស Teddy គឺមិនមានរកឃើញអ្វីទាំងអស់ក្រៅពីថ្នាំញៀននិងសម្បត្តិចូលទស្សនាការប្រកួតកីឡាយ៉ាងច្រើនសន្ធឹកសន្ធាប់ខណៈដែល Robert នៅវិញកំពុងតែនៅកន្លែងផ្សេងមួយទៀតព្រមទាំងបាននឹងកំពុងមើលនៅរាល់សកម្មភាពរបស់ Teddy ជាមួយកូនចៅរបស់គេតាមរយៈកាមេរ៉ាសុវត្ថិភាពដែលគាត់បានបង្កប់នៅក្នុងផ្ទះរបស់គាត់ដែលដឹងខ្លួនយ៉ាងច្បាស់ថាគាត់នឹងកំពុងតែប្រឈមជាមួយនឹងអង្គភាពអ ுក្រិតកម្មរុស្ស៊ីដ៏ធំមួយក្នុងចំណោមអង្គភាពអ ுក្រិតកម្មធំៗលើលោក Robert ក៏បានសម្រេចចិត្តទៅជួបគ្នាជាមួយនឹងមិត្តចាស់ក៏ដូចជាមិត្តរួមការងាររបស់គាត់ដែលធ្លាប់បានធ្វើការជាមួយគ្នានៅក្នុងអង្គភាពសម្ងាត់របស់អាមេរិកឈ្មោះថា Susan ដែលនាងក៏បានប្រើប្រាស់ធនធាននិងបណ្ដាញដែលខ្លួនមានផ្ដល់ព័ត៌មានអំពី Vladimir Pushkin ជាមួយនឹងប្រតិបត្តិការលម្អិតរបស់គេទៅកាន់ Robert Susan ក៏បានប្រាប់ Robert ផងដែរនៅប្រវត្តិរូបក៏ដូចជាឈ្មោះពិតរបស់ Teddy ដែលគេនឹងគឺមានឈ្មោះថា Nikolai បន្ទាប់ពីបានផ្ដល់នៅរាល់ព័ត៌មានដែល Robert ចង់បានហើយហ្នឹង Susan ក៏បានប្រាប់ទៅកាន់ស្វាមីរបស់នាងថា Robert មកហ្នឹងគឺមិនមែនមកដើម្បីសុំជំនួយអីនោះទេក៏ប៉ុន្តែផ្ទុយទៅវិញគឺគាត់មកដើម្បីស្នើសុំការអនុញ្ញាតមុនពេលធ្វើសកម្មភាពវាយបកទៅកាន់ក្រុមរបស់ Teddy ក៏ដូចជា Vladimir Pushkin ដើម្បីកំទេចប្រតិបត្តិការអាជីវកម្មរបស់ Vladimir Pushkin នៅក្នុងសហរដ្ឋអាមេរិកហ្នឹងជាដំបូង Robert បានទៅកាន់ទីតាំងទុក
ទុកលុយរបស់ Vladimir Pushkin ដែលនៅទីនោះ Robert គឺបានចាត់ការកូនចៅទាំងអស់របស់ Vladimir Pushkin នឹងបានយ៉ាងងាយព្រមទាំងបានគុំខ្លួនពួកគេនៅក្នុងបន្ទប់ត្រជាក់បន្ទាប់មកក៏បានទូរស័ព្ទប្រាប់ទៅកាន់ប៉ូលីសព្រមទាំងបានបន្សល់ទុកនៅផុសតាងក្នុងទម្រង់ជា flash drive ដែលមានផ្ទុកនៅរាល់ព័ត៌មានអំពីសកម្មភាពខុសច្បាប់របស់ Vladimir Pushkin សាររឿងបានកាត់ទៅពេលយប់ Teddy ត្រូវបានយើងឃើញថាកំពុងតែអង្គុយញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានប្រណិតមួយកន្លែងហើយអ្នកដែលកំពុងតែអង្គុយទល់មុខគ្នាជាមួយនឹងគេហ្នឹងគឺគ្មាននរណាក្រៅអំពីឃាតករស៊ីឈ្នួលដែលត្រូវបាន Teddy ជួលមកក្នុងគោលបំណងសម្លាប់ Robert ហ្នឹងឯងប៉ុន្តែបើទោះជាណាក៏ដោយបន្តិចក្រោយពីឃាតករម្នាក់នោះបានចាក់ចេញពីតុអាហាររបស់ Teddy Robert ក៏ស្រាប់តែបានចូលមកក្នុងភោជនីយដ្ឋានមួយនេះព្រមទាំងបានដើរចូលមករក Teddy Robert បន្ទាប់មកក៏បានអង្គុយចុះហុចវ៉ែនតារបស់ឃាតករដែល Teddy បានជួលឲ្យទៅសម្លាប់គាត់ក្នុងសភាពបែកបាក់និងប្រឡាក់ទៅដោយឈាមបន្ទាប់មក Robert ក៏បានប្រាប់ថាគាត់នឹងគឺបានដឹងនៅរឿងរ៉ាវអតីតកាលគ្រប់យ៉ាងរបស់ Teddy ព្រមទាំងបានពំមាន Teddy នឹងឲ្យឈប់តាមប្រមាញ់គាត់បើមិនដូច្នោះទេគាត់សន្យាថាគាត់នឹងកំទេចអង្គភាពអក្រិតកម្មរបស់ Vladimir Pushkin ឲ្យទៅជាផេះបន្ទាប់ពីចេញផុតពីភោជនីយដ្ឋានបានមួយសន្ទុះក្រោយមក Robert បានកំទេចឡានដឹកប្រេងមួយដែលជាកម្មសិទ្ធិរបស់ Vladimir Pushkin ហើយនៅចុងក្រោយបំផុតគាត់ក៏បានកំទេចប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ Vladimir Pushkin នៅក្នុងសហរដ្ឋអាមេរិកតែម្ដងក្រោយពីហេតុការណ៍ទាំងអស់នេះ Teddy បានចាប់ផ្ដើមរៀបចំផែនការទប់ទល់ជាមួយនឹង Robert Teddy ជាមួយនឹងកូនចៅរបស់គេនឹងបានធ្វើដំណើរទៅដល់ Hobart និងបានចាប់មិត្តរួមការងាររបស់ Robert នឹង4ទៅ5នាក់ធ្វើជាចំណាត់ខ្មាំងបន្ទាប់ពីនោះមក Teddy បានតាក់ទងទូរស័ព្ទទៅកាន់ Robert និងបានគម្រាមសម្លាប់មិត្តរួមការងាររបស់គាត់បើសិនជា Robert នឹងមិនបញ្ញាប់ធ្វើដំណើរមកកាន់ Hobart ឲ្យបានឆាប់ៗចំណែក Robert គាត់គឺបានទាយទុកឲ្យធ្វើនឹងច្បាស់ជាការឡើងដូច្នេះហើយគាត់នឹងក៏បានត្រៀមខ្លួននិងបានលួចចូលទៅក្នុងបន្ទប់គ្រប់គ្រងរបស់ Hobart រួចជាស្រេចព្រមទាំងបានបើកសម្លេងបាសខ្លាំងៗរំខានទៅដល់ក្រុមរបស់ Teddy ហើយបន្ទាប់ពីបានសម្លាប់កូនចៅរបស់ Teddy អស់មួយចំនួន Robert ក្រោយមកក៏អាចដោះលែង Ralphie ឲ្យមានសេរីភាពព្រមទាំងបានសុំជំនួយពី Ralphie នឹងឲ្យគេនាំមិត្តរួមការងារទាំងអស់គេចខ្លួនតាមច្រកទ្វារខាងក្រោយក្រោយពីប្រកាសថា Ralphie ជាមួយនឹងមិត្តរួមការងាររបស់គាត់បានទៅដល់ទីតាំងដែលមានសុវត្ថិភាពហើយនឹង Robert បានបិទភ្លើងទាំងអស់នៅក្នុង Hobart ទុកតែភ្លើងអំពូលតូចមួយតែប៉ុណ្ណោះភ្លាមៗនោះ Robert បានចាប់ផ្ដើមសម្លាប់កូនចៅរបស់ Teddy ម្នាក់ម្ដងដោយប្រើប្រាស់សម្ភារៈនៅក្នុងហាងហើយមិនយូរប៉ុន្មានគាត់ក៏បានប្រឈមមុខជាមួយ Teddy ព្រមទាំងបានបាញ់សម្លាប់គេដោយប្រើកាំភ្លើងគ្រាប់ដែកគោល3ថ្ងៃក្រោយមក Robert បានធ្វើដំណើរទៅដល់ទីក្រុង Moscow ប្រទេសរុស្ស៊ីនិងបានសម្លាប់កងការពារទាំងអស់នៅក្នុងភូមិគ្រឹះរបស់ Vladimir Pushkin បន្ទាប់មក Robert ក៏បានដាក់អន្ទាក់ Vladimir Pushkin ដែលធ្វើឲ្យគេនឹងឆក់ខ្លួនឯងរហូតដល់ស្លាប់ហើយជាមួយនឹងការស្លាប់របស់ Vladimir Pushkin វាច្បាស់ណាស់ថារាល់ប្រតិបត្តិការខុសច្បាប់របស់គេនឹងក៏ត្រូវបានដួលរលំត្រឹមចំណុចនេះដូចគ្នាមួយរយៈក្រោយពី Robert បានត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ Alina ដែលទៅបានជាសះស្បើយពីរបួសរបស់នាងនឹងបានរត់ចូលមករក Robert នៅខាងមុខហាងលក់គ្រឿងទេសមួយកន្លែង Alina បានប្រាប់ទៅកាន់ Robert ថានាងគឺបានចាប់ផ្ដើមជីវិតថ្មីនិងប្រសើរជាងមុនបន្ទាប់ពីមានសេរីភាពចេញពីការគ្រប់គ្រងរបស់ Slavoj Alina ក៏បានអរគុណ Robert ផងដែរដែលបានផ្ដល់ឱកាសទី2សម្រាប់ជីវិតរបស់នាងព្រមទាំងបានថាបគាត់ថ្នមត្រង់ថ្ពាល់ខាងស្ដាំដែលធ្វើឲ្យ Robert ញញឹមខ្ជិបឡើងស្រស់តែម្ដងបន្ទាប់ពីបានឃើញអ្វីដែលបានកើតឡើងចំពោះ Alina និងមិត្តរួមការងាររបស់នាង Robert ត្រូវបានបំផុសគំនិតឲ្យបន្តប្រើប្រាស់ជំនាញរបស់គាត់ដើម្បីជួយមនុស្សផ្សេងទៀតដែលកំពុងតែត្រូវការជំនួយយប់ឡើងគឺមិនខុសពីរដងឡើយ Robert បានមកអង្គុយនៅក្នុងអាហារដ្ឋានដាក់ខែរបស់គាត់ប៉ុន្តែលើកនេះ Robert មិនត្រឹមតែយកមកជាមួយនៅសភៅមួយក្បាលប៉ុណ្ណោះទេតែក៏មាន laptop មួយគ្រឿងផងដែរដែលក្រោយមក Robert ក៏បានធ្វើការបង្ហោះនៃការផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធឺណិតកំណត់អត្តសញ្ញាណខ្លួនគាត់ក្រោមឈ្មោះថា The Equalizer សីលធម៌នៅក្នុងរឿងនេះគឺបានអប់រំយើងថាបើទោះជាយើងនឹងមានប្រវត្តិការពីអតីតកាលបែបណាក៏ដោយយើងក៏នៅតែមានជម្រើសក្នុងការសម្រេចចិត្តថាតើចង់ក្លាយជាមនុស្សបែបណានៅថ្ងៃអនាគតដែលចំពោះ Robert ដែលប្រើប្រាស់ជំនាញរបស់គាត់ Robert បានសម្រេចចិត្តជួយមនុស្សជុំវិញខ្លួនរបស់គាត់ព្រមទាំងដោះស្រាយនៅរាល់សម័យកាលជីវិតលំបាកដែលពួកគេកំពុងជួបប្រទះ